ថ្មីនេះ Apple ទើបតែតម្លាក់iOS ថ្មីមួយនៅគ្នាដែលមានឈ្មោះថា Liquid Glass អូខេដែលវាជា iOS 26ដែលមានន័យថាគោលបំណងរបស់ Apple វាផ្លាស់ប្ដូរ iOS Apple ទៅជា iOS 26ទាំងអស់គ្នាដូចវាហ្នឹងគេហៅថា ecosystem ឬក៏ operating system ខ្ញុំអត់សូវច្បាស់ទេមានន័យវាធ្វើឲ្យពពួក Apple ទាំង MacBook ទាំង iPad ទាំង iPhone ហ្នឹងទៅជា iOS 26ទាំងអស់អូខេអ្នកគ្នានេះគឺជានេះជាអានេះវីដេអូផុសចេញពី Apple តែម្ដងអ្នកគ្នាគេដាក់ introducing Liquid Glass ហើយ Liquid Glass ហ្នឹងអ្នកគ្នាឃើញហើយវាចិត្តទាំង application ផ្សេងវាបែប glass បែប reality ខ្ញុំមើលវីដេអូហ្នឹងខ្ញុំឃើញកន្លែងមួយគេដាក់ថាដូចវាចង់ Apple វាចង់ធ្វើឲ្យប្រភេទsoftware របស់វាលក្ខណៈ reality លក្ខណៈអីចឹងទៅប៉ុន្តែfunction នេះយើងអាចបិទបើកបានអ្នកគ្នាLiquid Glass នេះយើងមិនអាចបើកចឹងរហូតទេវាមានអ្នកខ្លះចូលចិត្តអ្នកខ្លះអត់ចូលចិត្តហ្នឹងទៅអូខេហើយចំណុចមួយទៀតតើតើទៅនឹង OS iOS 26ហ្នឹងមានន័យថាឲ្យតែពពួក OS system វានឹងផ្លាស់ប្ដូរទៅជា iOS 26ទាំងអស់អ្នកគ្នាមិនថា iPad មិនថា Mac មិនថា TV មិនថា Watch មិនថា Vision អីគេតើតើទៅនឹង Apple វានិយាយវាឲ្យទៅជា version តែមួយតែម្ដងអ្នកគ្នាអូខេសម្រាប់អីដែលខ្ញុំយល់ចេញពី developer ឬក៏អ្នកអនុវត្ត system ហ្នឹងខ្ញុំគិតថាប្រហែលជាគេធ្វើឲ្យវា simple ធ្វើឲ្យវាខ្លាចជារបស់តែមួយងាយស្រួលក្នុងការចាត់ចែងយីរួមវាមានប្រសិទ្ធភាពជាងមុនអ្នកគ្នាអីដែលខ្ញុំទទួលបានពីវីដេអូខ្ញុំគិតថាអញ្ចឹងគេបើសិនមកនេះគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចជួយចុច like ចុច follow ដើម្បីទទួលបានវីដេអូថ្មី